រៀបសួរលោកតាលោកយាយអ៊ំពូមីងលោកគ្រូអ្នកគ្រូនិងកូនកុមារទាំងអស់គ្នាថ្ងៃនេះតោះយើងអានរឿងដំណឹងល្អជាមួយគ្នានៅថ្ងៃនេះយើងចូលដល់រឿងទី10ដែលមានចំណងជើងថាព្រះយេស៊ូវស្រឡាញ់កុមារណាស់ចាអញ្ចឹងកូនទាំងអស់គ្នាបើកដល់សៀវភៅនេះនៅបើសិនណាជាបើកដល់ទំព័ររឿងទី10ហើយសូមអានជាមួយអ្នកគ្រូទាំងអស់គ្នារឿងទី10ព្រះយេស៊ូវស្រឡាញ់កុមារណាស់ថ្ងៃមួយពេលពួកបណ្ដាជននាំកុមារមកឯព្រះយេស៊ូវដើម្បីឲ្យទ្រង់បានពរនិងប្រទានពរពួកសិស្សបានប្រាប់ឲ្យគេនាំកុមារទាំងនោះទៅឲ្យឆ្ងាយប៉ុន្តែព្រះយេស៊ូវបានប្រាប់ឪពុកម្ដាយទាំងនោះឲ្យនាំកុមារមកឯទ្រង់ពួកគេមិនគួរបញ្ឈប់កុមារមិនឲ្យមកជួបទ្រង់ឡើយព្រោះទ្រង់ស្រឡាញ់កុមារណាស់ព្រះយេស៊ូវតែងតែស្រឡាញ់កុមារនិងសពព្រះទ័យពេលកុមារមកឯទ្រង់ចូលនាំកុមារមកឯព្រះយេស៊ូវម៉ាថាយជំពូក19ខ13ដល់ខ15 Story 10 Jesus loved children. One day, when people were bringing children to Jesus for him to lay his hand on them and bless them, the disciples said the children should go away. But Jesus told the parents to bring the children to him. They should not stop them from coming because he loves children. Jesus always loves children and likes it when they come to him.Bring children to Jesus. Matthew chapter 19 verse 13 to 15. យើងនឹងជួបគ្នានៅរឿងលើក្រោយទៀតសូមព្រះអង្គប្រទានពរ